សម្រាប់ថ្ងៃថោះទឹកយិនត្រូវជាថ្ងៃទី29 ខែមករាឆ្នាំ2026ឆ្នាំដែលល្អមានឆ្នាំចកុលហើយនិងមមែបើឆ្នាំទាំង3នេះត្រូវការធាតុឈើហើយនិងទឹកកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំរកាធាតុភ្លើងវ័យ69ឆ្នាំនិងរកាធាតុដីវ័យ57ឆ្នាំទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបុកគ្រឹះមានទិសខាងលិចហើយនិងជើងឈៀងលិចចំពោះតារាសាស្ត្រល្អយើងឃើញថាចចូលក្នុងទិសខាងត្បូងឈៀងខាងលិចទី3អង្សា240អង្សាបងប្អូនអាចអង្គុយធ្វើការឬក៏ដាក់ទឹកមានចលនាឬក៏យើងហៅថាទឹកធ្លាក់ឬក្នុងករណីដែលយើងអត់ទឹកមានចលនាហ្នឹងយើងអាចដុតទៀន9ដើមបានចន្លោះម៉ោងដែលយើងអាចធ្វើទៅល្អប្រសើរមានម៉ោង5ទៅម៉ោង7ព្រឹកនិងមួយវេនទៀតម៉ោង11ទៅម៉ោង1ថ្ងៃត្រង់ជូនពរសំណាងល្អក្នុងការប្រើប្រាស់តារាសាស្ត្រសម្រាប់ថ្ងៃទី29ខែមករានេះផ្ទាល់អរគុណ